ចាំបងប្អូនតាក់ទងជាមួយនឹងសំណួរមួយទៀតតាក់ទងជាមួយនឹងសម្រាប់បាន2ខែមករដូវហើយម្ដងហើយចាប៉ុន្តែអាចមានកូនអត់ចាមករដូវហើយមានន័យថាស្បូនស្ត្រីគឺធម្មតាមកវិញហើយរៀបចំធម្មតាវិញហើយអញ្ចឹងស្ត្រីអាចមានកូនហើយបងប្អូនបើយើងបានកេងហើយយើងអត់ពជាកំណើតចាអត់ពជាកំណើតមានន័យថាយើងចាក់ទឹកពីក្នុងពីងតែម្ដងយើងអត់មានចាក់ក្រៅពាកចាក់អីទាំងអត់ផលសោផលអីនឹងអាចមានកូនវិញហើយហ្នឹងគេហៅថាមិនមែនមានកូនអត់ទេណាបងនឹងមានកូនតែម្ដងចាបើយើងគេងអត់ពជាកំណើតអញ្ចឹងបងប្អូនយល់ល្អពជាកំណើតចាមករដូវលើកទី1នឹងហើយចាប់ដើមពជាកំណើតតែម្ដងក៏បានដែរឬក៏ស្ត្រីចង់ពជាកំណើតមួយខែកន្លះចាប់ដើមពជាកំណើតហ្មងបើចាំឲ្យមករដូវមកអីទេពជាកំណើតតែម្ដងទោះមិនមករដូវក៏ពជាកំណើតបានដែរឲ្យតែស្ត្រីច្បាស់ថាអត់ទាន់បានគេមួយគ្នាទេគឺយើងចាប់ដើមពជាកំណើតតែម្ដងចាចាប់ដើមពជាកំណើតហើយឆ្នាំពជាកំណើតយើងមានសម្រាប់ស្ត្រីបោកដល់កូននិងមិនបោកដល់កូនអញ្ចឹងចូលមកពជាកំណើតមានច្រើនបងប្អូនណាមានឆ្នាំលេបឆ្នាំចាក់កងដៃកងស្បូនគឺសិតតែយើងអាចប្រើបានទាំងអស់ហើយមិនប៉ះពាល់ដល់បរិមាណនិងគុណភាពរបស់ទឹកដោះទេអញ្ចឹងគឺក្រសួងគាត់រៀបចំឲ្យអស់ហើយបងប្អូនមិនបាច់បារម្ភទេគេអត់បំផ្លាញសុខភាពប្រជាជនខ្លួនឯងទេគេឲ្យតែប្រជាជនហ្នឹងមានសុខភាពល្អសុខភាពបន្តពូជល្អសុខភាពរាងកាយល្អចាំយើងចាប់ដើមយកកូនមួយទៀតចា3ឆ្នាំទៅ5ឆ្នាំគឺយើងល្អវិញហើយកូនយើងក៏ល្អធំធាត់ល្អមានពេលថែទាំកូនគ្រប់គ្រាន់គឺយើងអាចយកកូនមួយទៀតបានតាមបងប្អូនចង់បាននេះគេហៅថាផែនការគ្រួសារណាបងប្អូនអរគុណច្រើន